កូនជាមរបស់ព្រះជាម្ចាស់នៅថ្ងៃបន្ទាប់លោកយ៉ូហានឃើញព្រះយេស៊ូវយាងតម្រង់មករកលោកក៏មានប្រសាសន៍ថាមើលណោះលោកនេះហើយជាកូនជាមរបស់ព្រះជាម្ចាស់ដែលដកបាបចេញពីមនុស្សលោកគឺលោកនេះហើយដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថាអ្នកដែលមកក្រោយខ្ញុំប្រសើរជាងខ្ញុំត្បិតលោកមានជីវិតមុនខ្ញុំកាលពីដើមខ្ញុំពុំស្គាល់ឋានៈរបស់លោកទេប៉ុន្តែខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹកដើម្បីឲ្យលោកបង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់លោកយ៉ូហានបានផ្ដល់សក្ខីភាពថាខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីឋានបរមសុខដោយសត្វព្រាបមកសន្ធិដ្ឋនឹងលោកពីមុនខ្ញុំពុំស្គាល់ឋានៈលោកទេប៉ុន្តែព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជក្នុងទឹកទ្រង់មានព្រះបន្ទូលមកខ្ញុំថាអ្នកឃើញព្រះវិញ្ញាណយាងចុះមកសន្ធិដ្ឋលើអ្នកណាគឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធខ្ញុំបានឃើញដូច្នោះមែនហើយខ្ញុំសូមបញ្ជាក់ថាលោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់